បារាំងត្រៀមបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅក្បែរព្រំដែនជាប់ប្រទេសអាល្លឺម៉ង់ហើយនៅពេលនេះគណៈប្រធានាធិបតីដូណាល់ត្រាំមិនហ៊ានដំឡើងសរសៃកដាក់ប្រធានាធិបតីវ្លាឌីមៀពូទីនដោយការដែលធ្វើដាក់លោកប្រធានាធិបតីហ្សេឡែនស្គីនៅសេតវិមាននោះឡើយមូលដ្ឋានទ័ពអាកាសនៃភាគខាងកើតប្រទេសបារាំងមានរក្សាទុកនុយក្លេអ៊ែររហូតដល់ឆ្នាំ2011ទើបរើចេញក៏ប៉ុន្តែឥឡូវនេះយន្តហោះចម្បាំង Rafale ដែលមានបំពាក់មីស៊ីលនុយក្លេអ៊ែរនឹងត្រូវបញ្ជូនមកមូលដ្ឋាននេះវិញហើយបើយោងទៅតាមការប្រកាសពីសំណាក់លោកប្រធានាធិបតីម៉ាក្រុងកាលពីថ្ងៃអង្គារដោយមិនបាននិយាយអំពីឈ្មោះរុស្ស៊ីចំលោកម៉ាក្រុងបានលើកឡើងថាបារាំងមើលឃើញថាខ្លួនកាន់តែរងគ្រោះខ្លាំងទៅហើយក្រោយសង្គ្រាមបាត់ផ្ទុះឡើងនៅអ៊ុយក្រែនមកលោកម៉ាក្រុងបានប្រកាសអំពីការបញ្ជូនអាវុធនុយក្លេអ៊ែរទៅកន្លែងដើមវិញយ៉ាងដូចនេះគណៈលោកមិនហ៊ានដំឡើងសរសៃកដាក់លោកពូទីនអំឡុងការចរចាគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារម្សិលមិញដដែលបើទោះបីជាលោកពូទីនច្រានចោលមិនទទួលបទជបាញ់រយៈពេល30ថ្ងៃដែលស្នើដោយអាមេរិកក៏ដោយគេនៅចាំបានពេលដែលលោកត្រាំថាឲ្យលោកហ្សេឡែនស្គីកប់មាត់ហើយថែមទាំងបណ្ដេញមេដឹកនាំអ៊ុយក្រែនរូបនេះចេញពីសេតវិមានដោយមិនទុកមុខទៀតផងនោះពេលលោកហ្សេឡែនស្គីមិនព្រមធ្វើតាមគំនិតរបស់លោកប៉ុន្តែពេលជួបជាមួយនឹងលោកពូទីនលោកត្រាំមិនហ៊ានធ្វើដូច្នោះឡើយបើទោះបីជាលោកត្រាំខំបញ្ចុះបញ្ចូលយ៉ាងណាលោកពូទីនបានត្រឹមតែផ្អាកការវាយប្រហារលើបណ្ដាញធម្មពលនិងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនប៉ុន្តែមិនទទួលយកបទជប់បាញ់30ថ្ងៃនោះឡើយដោយលោកបានបញ្ជាក់ឲ្យថាបទជប់បាញ់ស៊ីជម្រៅអាចកើតឡើងទៅបានលុះត្រាតែជំនួយយោធាបរទេសនិងការចែករំលែកព័ត៌មានសម្ងាត់ជាមួយនឹងអ៊ុយក្រែនត្រូវបានបញ្ចប់ជាមុនសិននេះលោកពូទីនបើសិនជាលោកហ្សេឡែនស្គីវិញប្រហែលជាលោកត្រាំដាប់ទៀតហើយមើលទៅជាក់ស្ដែងក្រោយជំនួបតាមទូរស័ព្ទជាមួយនឹងលោកពូទីនរួចលោកត្រាំមិនគ្រាន់តែមិនហ៊ានតឹងសរសៃកនោះទេប៉ុន្តែថែមទាំងបានបង្ហោះសារថាសន្ទរកថាគ្នាតាមទូរស័ព្ទរវាងលោកនិងលោកពូទីនគឺទទួលបានផ្លែផ្កាល្អប្រសើរទៀតផងហើយថាមានលក្ខខណ្ឌជាច្រើនត្រូវបានពិភាក្សាដើម្បីសន្តិភាពថ្មីត្បិតមិនទាន់ស្រស់ស្រួលគ្នាក៏ប៉ុន្តែលោកត្រាំនិងលោកពូទីនបានឯកភាពគ្នាថាកិច្ចពិភាក្សាសន្តិភាពបន្ថែមទៀតដាច់ខាតត្រូវតែធ្វើឡើងឆាប់ៗនៅអារ៉ាប៊ីសាអូឌីតដោយឡែកសម្រាប់លោកហ្សេឡែនស្គីវិញបានលើកឡើងក្រោយលោកពូទីននិងលោកត្រាំជួបសម្ដីគ្នារួចថាអ៊ុយក្រែនបើកបេះដូងបត់ជប់បាញ់ពាក់ព័ន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធធម្មពលប៉ុន្តែលោកចង់បានព័ត៌មានលម្អិតជាមុនសិន